គាត់បានឃើញអ្នកជិតខាងរបស់គាត់ហ្នឹងជិះម៉ូតូ2នាក់ដោយអត់មានក្បាលទេទាំងអស់គ្នាគាត់ឃើញប៉ុណ្្នឹងគឺគាត់បានយករឿងហ្នឹងទៅប្រាប់2នាក់ហ្នឹងមកដើម្បីទៅកាត់គ្រោះកាត់អីចឹងទៅប៉ុន្តែជាអកុសលអ្នកជិតខាងរបស់គាត់ទាំង2នាក់ហ្នឹងក៏បានស្លាប់គាត់ប្រាប់ថាចេះអំឡុងពេលមួយហ្នឹងណាខ្ទង់ម៉ោង4ម៉ោង5ល្ងាចគាត់អង្គុយនៅខាងមុខផ្ទះជីកស្មៅនៅពេលដែលគាត់កំពុងជីកគឺគាត់ឃើញ2នាក់ប្តីប្រពន្ធនៅជាខាងរបស់គាត់ហ្នឹងគឺជាម៉ូតូនៅតាមផ្លូវហើយគាត់ក៏ដំបងអត់ចាប់អារម្មណ៍ទេណាទៅពេលដែលគាត់ងាកទៅមើលម្ដងទៀតងាកមើលឲ្យចិត្តម៉ូតូនឹងជិះកាន់តែចូលចិត្តមកគាត់ឃើញពីអ្នកប្តីប្រពន្ធដែលជិះម៉ូតូហ្នឹងគឺអត់មានក្បាលទេរបៀបថាអត់មានក្បាលសោះហ្មងណាហើយជិះចូលផ្ទះខ្លួនឯងអញ្ចឹងគាត់ហ្នឹងក៏លក្ខណៈគាត់ឃើញអញ្ចឹងភ្លាមគាត់ក៏ក្រោកដើរទៅផ្ទះចិត្តខាងគាត់ហើយសួរនាំដំបងគាត់សួរនាំធម្មតាថាបងឯងមកពីណាមកអីចឹងទៅខាងប្រពន្ធបោះបងមួយដែលគាត់ឃើញហ្នឹងគាត់ប្រាប់ថាអារម្មណ៍អត់សូវល្អឯងបងអើយមកពីឲ្យគ្រូមើលដល់ពេលគ្រូថាពួកខ្ញុំមានគ្រោះមានអីចឹងណាអញ្ចឹងទៅគាត់ក៏ប្រាប់បងពីអ្នកប្តីប្រពន្ធហ្នឹងទៅថាគាត់បានឃើញរូបភាពពីអ្នកប្តីប្រពន្ធគាត់ហ្នឹងជិះម៉ូតូដែលអត់មានក្បាលទេគាត់ឃើញត្រឹមតែខ្លួនជិះម៉ូតូចូលផ្ទះតែអត់មានឃើញក្បាលគាត់ប្រាប់ប៉ុណ្ណឹងគាត់ប្រាប់ហើយពីអ្នកប្តីប្រពន្ធគាត់ហ្នឹងគាត់ភ័យលក្ខណៈគាត់ភ័យគាត់ខ្លាចគាត់ទៅឲ្យម៉ែឪស្រោចទឹកស្រោចឲ្យអញ្ចឹងណាហើយបងហ្នឹងក៏គាត់ត្រឡប់មកផ្ទះវិញនៅពេលដែលគាត់ត្រឡប់មកផ្ទះវិញគាត់បាននិយាយរឿងហ្នឹងទៅប្រាប់គ្រួសាររបស់គាត់អ៊ំគាត់មីងគាត់អញ្ចឹងណាហើយអ៊ំមីងគាត់ហ្នឹងក៏ស្ដីគាត់ថាមិនបានយករឿងទៅប្រាប់ម្ចាស់គេអាហ្នឹងគេហៅគ្រោះក្បត់ក្បាលហើយនៅពេលដែលលក្ខណៈថានៅពេលដែលយើងឃើញអញ្ចឹងគឺគេហាមឲ្យយើងប្រាប់ទៅសម័យខ្លួនឲ្យដឹងបើប្រាប់ពីអ្នកនឹងមានគ្រោះដល់ស្លាប់ហ្មងហើយមែនទាំងអស់គ្នាមួយថ្ងៃកន្លងផុតទៅគាត់ក៏បានដឹងថាពីអ្នកប្រពន្ធនឹងបានទទួលគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងពីរនាក់ហ្មងហើយស្លាប់ហ្នឹងគឺករបស់គាត់ហ្នឹងទៅបុកលក្ខណៈទៅបុកមួយឡានហ្នឹងទៅកហ្នឹងបាក់ទាំងពីរប៉ុន្តែដាច់ទេគាត់បាក់កទាំងពីរអ្នកប្រពន្ធស្លាប់គាត់ឃើញចឹងគាត់ភ័យគាត់ខ្លាចហើយលក្ខណៈថាគាត់ដេកឡើងញ័រសម្បីតែកម្មវិធីគេកំពុងធ្វើកម្មវិធីបន់ទាំងអស់គ្នាគាត់ឮសលេងបន់សັບចិត្តផ្ទះហ្នឹងក៏គាត់ខ្លាចញ័រខ្លួនដែរគាត់ខ្លាចហ្មងហើយកន្លងផុតទៅបានជិត2អាទិត្យទាំងអស់គ្នាគាត់លក្ខណៈធម្មតាផ្លូវចិត្តគាត់មកធម្មតាវិញណាពេលហ្នឹងខ្ទង់ម៉ោង7យប់ទាំងអស់គ្នាគាត់ដើរចេញមកមុខផ្ទះលក្ខណៈដើរចេញមកមុខផ្ទះនិយាយទូរស័ព្ទមួយហ្នឹងសង្សាររបស់គាត់តាមទម្លាប់គាត់អញ្ចឹងណាគាត់ដើរកំពុងនិយាយគឺគាត់ឃើញម៉ូតូមួយគ្រឿងជិះកាត់មុខផ្ទះគាត់ជិះកាត់មកគាត់ឃើញលក្ខណៈគាត់ឃើញគាត់តាមមើលគាត់ចង់ដឹងម៉ូតូហ្នឹងជិះទៅណាគាត់ឃើញម៉ូតូហ្នឹងជិះចូលគៀកកាន់ចិត្តគាត់ចិត្តទៅឃើញមនុស្សពីរនាក់ដប់គ្នាប៉ុន្តែអត់មានក្បាលទេអត់មានក្បាលទេណាអត់មានក្បាលទេគាត់ឈោកាំងចេះគាត់ឈោកាំងមុខលបងហ្នឹងកាំងមើលអញ្ចឹងម៉ូតូហ្នឹងជិះមកដូចបុកគាត់អញ្ចឹងបុក100ហើយដូចផ្អើលរបៀបផ្សេងអញ្ចឹងរបៀបហើយគាត់ភ្ញាក់បន្តិចគាត់មើលទៅម្ដងទៀតឃើញម៉ូតូហ្នឹងជិះចូលក្នុងផ្ទះបងអ្នកចិត្តខាងហ្នឹងហើយគាត់ក៏ដឹងថាអូប្រហែលជាខ្មោចពីអ្នកប្រពន្ធនឹងហើយគាត់គិតអញ្ចឹងនៅពេលដែលគាត់ឃើញអញ្ចឹងទាំងអស់គ្នាគាត់ចាប់អារម្មណ៍ខ្លាចគាត់ត្រឡប់មកវិញណាគាត់ក៏ឡើងទៅលើផ្ទះលឿនមែនតើឡើងទៅលើផ្ទះដេកអញ្ចឹងណាប៉ុន្តែវាអារម្មណ៍អត់ស្ងប់គាត់ក៏ទៅអឺតមើលតាមអាប្រឡាស់ប្រអួចអឺតមើលទៅផ្ទះដែលជាពីអ្នកប្រពន្ធហ្នឹងអ្នកចិត្តខាងគាត់នៅហ្នឹងណានៅពេលដែលគាត់អឺតទៅគឺដំបងអឺតមើលទៅដំបងគឺឃើញកូនចៅរបស់អ្នកផ្ទះហ្នឹងធម្មតាអីទាំងអស់ហ្មងប៉ុន្តែអីដែលមិនធម្មតាគឺគាត់អឺតមើលទៅផ្ទះដែលលក្ខណៈថាជាផ្ទះដែរផ្ទះគាត់នឹងពីរជាន់ដូចគ្នាអញ្ចឹងគាត់មើលទៅនៅទៅជាន់លើរបស់ផ្ទះហ្នឹងនៅពេលដែលគាត់មើលទៅគឺគាត់ឃើញពីអ្នកប្រពន្ធហ្នឹងអត់មានក្បាលទេកំពុងតែអឺតតាមប្អួយមើលមកវិញចេះប៉ុន្តែអត់មានក្បាលទេគាត់ឃើញប៉ុណ្ណឹងគាត់ឡើងលក្ខណៈថាថយខ្លួនភ្ញាក់ខ្លាំងមែនតើហ្មងអាហ្នឹងជាអីដែលគាត់បានឃើញប៉ុន្តែប្អូនស្រីរបស់គាត់វិញប្អូនស្រីរបស់គាត់កំពុងតែលក្ខណៈធ្វើម្ហូបនៅក្នុងផ្ទះបាយទាំងអស់គ្នានៅពេលដែលគាត់កំពុងតែធ្វើម្ហូបស្រាប់តែគាត់ឮសលេងអ្នកជិតខាងស្រែកហៅស្រែកសួរអូនអើយសុំម្ទេសសុំក្រូចឆ្មាអូនអើយសុំម្ទេសសុំក្រូចឆ្មាស្រែកអញ្ចឹងណាគាត់ក៏កាន់ម្ទេសមកក្តាប់ហើយនឹងក្រូចឆ្មាហ្នឹងដើរចេញទៅជាលបងធម្មតាផ្ទះនៅស្រុកស្រែចកាអស់នេះលបងជាប់គ្នាគាត់ដើរទៅគាត់លក្ខណៈគាត់កាន់អាហ្នឹងទៅកណ្ដាលថ្ងៃហ្មងណាគាត់ដើរទៅស្រែកថាបងអើយនេះក្រូចឆ្មានឹងម្ទេសគាត់ស្រែកប៉ុណ្ណឹងតែនៅក្នុងផ្ទះនោះអត់មានមនុស្សទេលក្ខណៈរឿងស្ងាត់តែឃើញតែក្មេងៗម្នាក់ហើយក្មេងៗសួរថាបងឯងរកអីគេគាត់ប្រាប់ថាយកម្ទេសគាត់ឆ្មាមកឲ្យឃើញប៉ាម៉ាក់ឯងសុំអីចឹងណាគាត់ក៏ថាប៉ាម៉ាក់ខ្ញុំមាននៅណាប៉ាម៉ាក់ខ្ញុំគាត់ស្លាប់ហើយតើហើយគាត់ក៏ដឹងខ្លួនថាមែនភ្លេចពីអ្នកប្រពន្ធគាត់នឹងបានស្លាប់ហើយណាតែគាត់លឺសលេងស្រែកហៅច្បាស់ណាស់ហើយពេលហ្នឹងក៏គាត់ភ្លេចខ្លួនដែរអញ្ចឹងថាភ្លេចខ្លួនធម្មតាមនុស្សយើងវាមិនចាំលក្ខណៈភ្លេចមកភាំងគាត់អញ្ចឹងហើយគាត់ក៏យករឿងទៅប្រាប់ម៉ាក់គាត់ហើយបងប្អូនគាត់ក៏បាននិយាយគ្នាពីរឿងហ្នឹងដែរអញ្ចឹង
គាត់ក៏នាំគ្នាទៅស្រោចទឹកស្រោចអីដែរចឹងណាដោយសារធម្មតាយើងឃើញរូបភាពធម្មតាអ្នកដែលគេជឿថាចេះបើសិនជាយើងឃើញពួកអមនុស្សវានឹងនាំភាពសោយឲ្យយើងដែរចឹងគាត់ទៅស្រោចទឹកស្រោចអីទៅប៉ុន្តែគាត់នៅតែបន្តឃើញពីអ្នកប្រពន្ធនឹងជិះម៉ូតូកាត់មុខគាត់នឹងតែអត់មានក្បាលហើយពេលខ្លះទៀតគឺគាត់ឈរពីក្រុមតែគាត់មើលទៅផ្ទះហ្នឹងគាត់ឃើញពីអ្នកប្រពន្ធនឹងអត់ក្បាលឈរបាក់ដៃហៅគាត់ចេះអត់មានក្បាលឈរបាក់ដៃហៅគាត់ឲ្យមកចិត្តហ្មងណាទាំងអស់គ្នានេះគឺជាអីដែលគាត់បានចែករំលែកហើយទាំងអស់គ្នាមានជំនឿអត់តកតងជាមួយនឹងគ្រូក្បត់ក្បាលហ្នឹងព្រោះថាបើចាស់គាត់មានជំនឿខ្លាំងតកតងជាមួយជំនឿហ្នឹងណាហើយហាមដាច់ខាតបើសិនជាយើងឃើញអ្នកណាម្នាក់អត់មានក្បាលហាមយករឿងហ្នឹងទៅប្រាប់ម្ចាស់គេព្រោះថាខ្មោចកំពុងស្ថិតម្នាក់ហ្នឹងហើយប៉ុន្តែបើសិនជាយើងប្រាប់ទៅធ្វើឲ្យខ្មោចហ្នឹងលក្ខណៈវាដឹងអីចឹងទៅវាយកជីវិតម្នាក់ដែលយើងឃើញហ្នឹងទៅតែម្ដងណាទាំងអស់គ្នារឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេបាយបាយ